แต่អ្នកធ្លាប់ប្រកាន់ភ្ជាប់នៅអ្វីមួយយូរពេករហូតដល់មានអារម្មណ៍ថាធន់នៅក្នុងទ្រូងវាជាការចងចាំកំហុសដែលធ្លាប់សាងពាក្យសម្ដីរបស់ពេលណាគេម្នាក់ឬសូម្បីតែការស្ដាយក្រោយរបស់អ្នកផ្ទាល់តែនេះគឺជាអ្វីដែលអ្នកនឹងដឹងអំពីសិល្បៈនៃការលែងចោលឬបោះបង់អ្វីដែលតំណាងឲ្យការជឿចាប់និងរបៀបបញ្ឈប់ការអបក្រសោបការជឿចាប់ការលែងចោលមិនមែនមានន័យថាអ្នកបំភ្លេចចោលនោះទេវាគឺជាការដោះលែងបេះដូងរបស់អ្នកពីការផ្ទុកនៅអ្វីដែលមិនអាចជួយឲ្យអ្នករីកចម្រើនទៅមុខបានដូច្នេះសូមដកដង្ហើមចូលឲ្យវែងនិងយឺតទម្លាក់ចោលនៅអ្វីដែលជាការចងចាំមិនល្អរបស់អ្នកឲ្យបានធូរស្បើយហើយយើងចាប់ផ្ដើមដំណើរដ៏ទន់ភ្លន់នេះដើម្បីព្យាបាលផ្លូវចិត្តអ្នកទាំងអស់គ្នាប៉ុន្មានចំណុចតូចនេះគឺជាស្នូលរបស់វាទី1ហេតុអ្វីបានជាយើងអោបទុកការជឿចាប់ឥឡូវសូមសាកសម័យមើលស្ថានភាពនេះអ្នកកំពុងដើរជាមួយនឹងកាបូបដ៏ធ្ងន់មួយដំបងឡើយវាហាក់ដូចជាមិនអីទេប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅវាក៏คล้ายជាការជឿចាប់ការជឿចាប់ផ្លូវចិត្តគឺបែបនេះឯងយើងអោបទុកវាព្រោះវាគឺជាអ្វីដែលយើងធ្លាប់ទម្លាប់យើងមិនចង់លែងវាចោលនោះទេព្រោះយើងខ្លាចបាត់បង់អ្វីដែលសំខាន់យើងសង្ឃឹមថាអ្វីនឹងត្រឡប់ដូចដើមវិញឬយើងគិតថាការទ្រាំអោបការជឿចាប់មានន័យថាយើងនឹងរឹងមាំប៉ុន្តែការពិតគឺថាការអោបទុកការជឿចាប់មិនបានការពារអ្នកនោះទេវាធ្វើឲ្យអ្នកអស់កម្លាំងនិងថាមពលទៅវិញការលែងចោលមិនមែនជាភាពទន់ខ្សោយទេវាគឺជាការស្រឡាញ់ខ្លួនឯងទី2យល់ពីការជឿចាប់របស់អ្នកជាជាងការប្រឆាំងនឹងវានេះគឺជារឿងដែលគួរពិចារណាអ្នកមិនអាចព្យាបាលអ្វីដែលអ្នកមិនយល់នោះទេជួនកាលយើងព្យាយាមរត់គេចពីអារម្មណ៍ខ្លួនឯងយើងរកអ្វីធ្វើដើម្បីបន្លប់ការជឿចាប់យើងធ្វើខ្លួនឯងឲ្យរវល់យើងធ្វើពតថាគ្រប់យ៉ាងគឺមិនអីនោះទេប៉ុន្តែការជឿចាប់មិនបាត់ទៅណានោះទេនៅពេលដែលយើងមិនខ្វល់ពីវានៅសង្ងំស្ងៀមនៅក្នុងខ្លួនរបស់យើងដូច្នេះសូមចំណាយពេលបន្តិចដើម្បីសួរខ្លួនឯងថាតើការជឿចាប់នេះមកពីណាតើខ្ញុំកំពុងប្រកាន់ភ្ជាប់នៅអ្វីតើខ្ញុំខ្លាចមានរឿងអ្វីកើតឡើងប្រសិនបើខ្ញុំដោះលែងវាការយល់ដឹងការបង្កើតភាពច្បាស់លាស់ហើយភាពច្បាស់លាស់បើកទ្វារទៅរកការព្យាបាលទី3ការអភ័យទោសមិនមែនដើម្បីគេទេគឺដើម្បីខ្លួនអ្នកការអភ័យទោសគឺជាទម្រង់ដ៏ពិបាកបំផុតនៃការលែងចោលហើយនេះគឺជាអាថ៌កំបាំងការអភ័យទោសមិនមែនមានន័យថាអ្វីដែលពួកគេបានធ្វើគឺត្រឹមត្រូវទាំងអស់នោះទេការអភ័យទោសមានន័យថាអ្នកជ្រើសរើសយកសេចក្តីសុខក្នុងចិត្តជាងយកកំហុសរបស់គេមកដាក់នៅក្នុងខ្លួនជារៀងរហូតចូលគិតថាបេះដូងរបស់អ្នកដូចជាបន្ទប់មួយប្រសិនបើវាពោពេញទៅដោយការជឿចាប់ចាស់វានឹងគ្មានកន្លែងសម្រាប់សុភមង្គលថ្មីចូលមកទេការលែងចោលតាមរយៈការអភ័យទោសគឺដូចជាសម្អាតបន្ទប់របស់អ្នកអញ្ចឹងអ្នកមិនធ្វើវាដើម្បីអ្នកដទៃទេអ្នកធ្វើវាដើម្បីអ្នកអាចដកដង្ហើមបានស្រួលឡើងវិញទី4ការទទួលយកអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបានឥឡូវនេះសូមសាកសម័យថាអ្នកកំពុងតែក្តាប់ខ្សាច់នៅក្នុងដៃយ៉ាងតឹងអ្នកកាន់តែក្តាប់ខ្លាំងវាកាន់តែហូរចេញទាំងអស់រឿងមួយចំនួននៅក្នុងជីវិតមិនអាចផ្លាស់ប្ដូរបានទេដូចជាមនុស្សដែលបានចាក់ចេញពាក្យសម្ដីដែលបាននិយាយរួចឱកាសដែលកន្លងផុតទៅជំរឿសដែលអ្នកបានធ្វើនៅពេលដែលអ្នកមិនទាន់យល់ដឹងគ្រប់គ្រាន់ការទទួលយកមិនមែនមានន័យថាការបោះបង់ចោលទេការទទួលយកមានន័យថាទទួលស្គាល់ការពិតដើម្បីឲ្យអ្នកអាចបន្តទៅមុខទៀតអ្នកមិនចាំបាច់ចូលចិត្តអ្វីដែលបានកើតឡើងនោះទេអ្នកគ្រាន់តែត្រូវឈប់ប្រឆាំងនឹងសង្គ្រាមដែលអ្នកមិនអាចឈ្នះបានទី5ការដោះលែងសម្ពាធផ្លូវចិត្តមួយជំហានម្ដងឥឡូវយើងនិយាយអំពីវិធីអនុវត្តជាក់ស្ដែងដើម្បីលែងចោលនេះគឺជាជំហានតូចប៉ុន្តែមានឥទ្ធិពលខ្លាំងសម្រាប់យើងជំហានទី1អនុញ្ញាតឲ្យខ្លួនឯងទទួលអារម្មណ៍នៅជាមួយអារម្មណ៍របស់អ្នកជំនួយឲ្យការរុញវាចេញជុំចុះបើអ្នកចង់យំនិយាយទៅកាន់ខ្លួនឯងដោយចិត្តស្មោះត្រង់ជំហានទី2សរសេរវាចេញមកការសរសេរជួយស្រាយចំណងអារម្មណ៍ដែលស្មុគស្មាញដាក់ការជឿចាប់របស់អ្នកទៅលើក្រដាសវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្រាលជំហានទី3កំណត់ព្រំដែនអ្នកមិនចាំបាច់រក្សាមនុស្សដែលធ្វើឲ្យអ្នកជឿចាប់ឥតឈប់ឈរនោះទេការរក្សាគម្លាតក៏អាចព្យាបាលអ្នកបានដែរជំហានទី4ផ្ដោតលើបច្ចុប្បន្នភាពអតីតកាលមានទម្ងន់ធ្ងន់ព្រោះអ្នកចេះតែត្រឡប់ទៅរកវាព្យាយាមត្រឡប់មកពេលបច្ចុប្បន្នវិញខ្យល់ដង្ហើមរបស់អ្នកជំហានរបស់អ្នកនិងជីវិតរបស់អ្នកនៅថ្ងៃនេះជំហានទី5ជំនួសឲ្យការជឿចាប់ដោយរឿងវិជ្ជ
ជំនាញទម្លាប់ថ្មីចំណង់ចំណូលចិត្តថ្មីនិងមនុស្សថ្មីការព្យាបាលតម្រូវឲ្យមានការបន្ថែមពន្លឺមិនមែនគ្រាន់តែដកភាពងងឹតចេញនោះទេទី6ការលែងចោលគឺជាដំណើរការមួយមិនមែនធ្វើតែម្ដងចប់នោះទេនេះគឺជារឿងសំខាន់ការលែងចោលមិនមែនកាត់ឡើងត្រឹមតែមួយយប់នោះទេថ្ងៃខ្លះអ្នកនឹងមានអារម្មណ៍ថាមានសេរីភាពថ្ងៃខ្លះការជាចាប់នឹងត្រឡប់មកវិញហើយវាមិនអីនោះទេការព្យាបាលប្រៀបដូចជាទឹករលកជួនកាលស្ងប់ស្ងាត់ជួនកាលខ្លាំងខ្លាកុំបន្ទោសខ្លួនឯងកុំបង្ខំបេះដូងរបស់អ្នកកំពុងរៀនសូត្រអ្នកកំពុងតែលូតលាស់ការពិតដែលអ្នកកំពុងតែស្ដាប់ podcast នេះមានន័យថាអ្នកកំពុងតែបោះជំនាញទៅមុខបន្តិចហើយនោះគឺជាអ្វីដែលអ្នកនឹងទទួលបានមុននឹងបញ្ចប់ខ្ញុំចង់ឲ្យអ្នកដាក់ដៃរបស់អ្នកថ្នមទៅលើដើមទ្រូងស្ដាប់ចង្វាក់បេះដូងរបស់អ្នកនោះគឺជាភ័ស្តុតាងដែលថាជីវិតនៅតែបន្តកើតមាននៅក្នុងខ្លួនរបស់អ្នកថាអ្នកនៅតែមានក្តីសង្ឃឹមថាអ្នកនៅតែអាចផ្លាស់ប្ដូររឿងរ៉ាវរបស់អ្នកបានការលែងចោលមិនមែនជាការចាញ់នោះទេការលែងចោលគឺជាការជ្រើសរើសសន្តិភាពជ្រើសរើសដើម្បីរស់ជ្រើសរើសដើម្បីបន្តទៅមុខជានិច្ចដូច្នេះថ្ងៃនេះចូលជ្រើសរើសខ្លួនឯងជ្រើសរើសការព្យាបាលរបស់អ្នកជ្រើសរើសលែងចោលនៅអ្វីដែលធ្វើឲ្យអ្នកឈឺចាប់ហើយបើកទ្វារដើម្បីទទួលយកអ្វីដែលធ្វើឲ្យអ្នកពេញចិត្តនឹងវាអរគុណសម្រាប់ការទស្សនានេះជួបគ្នានៅវីដេអូក្រោយសូមឲ្យចិត្តរបស់អ្នកបានធូរស្បើយសូមឲ្យអារម្មណ៍របស់អ្នកស្ងប់សុខហើយសូមឲ្យអ្នករកឃើញភាពក្លាហាននៅក្នុងការលែងចោល